កុំថាទៅនៅស្រុកខ្មែរមានផ្សារជជុះនៅអាមេរិកក៏មានផ្សារជជុះដែរគឺលក់សិទ្ធិកែវសម្ភារៈហើយថ្ងៃហ្នឹងខ្ញុំគិតថាមកផ្សារថៃមកទិញម្ហូបហើយនៅខាងក្រោយខ្ញុំដើរនេះគឺផ្សារថៃចាខ្ញុំមកទិញម្ហូបមកទិញអីទេដល់ពេលទទួលមើល store នេះធំមែនតើគាត់ថាចូលដើរមើលអញ្ចឹងតែប៉ះគឺសតារបស់សម្ភារៈលក់កែវជជុះផ្សារមួយនេះឈ្មោះ Unique ហើយ store ធំជាងstore ដូច Ross TJ Maxx ហើយនិង Marshall ទៀតហើយមានលក់តាំងពីស្បែកជើងកៅអៅគ្រឿងកន្លែងនាឡិកាលក់មកចប់លក់ដូចនៅហាងផ្សេងៗដែលរបស់ថ្មីអញ្ចឹងប៉ុន្តែនៅក្នុងហាងហ្នឹងក៏មានរបស់ដែលគេមិនទាន់ពាក់អញ្ចឹងរបស់ខ្លះគេពាក់ហើយរបស់ខ្លះគេអត់ទាន់ពាក់អីជាពិសេសគឺកៅអៅតែហ្មងកៅអៅគឺមានដូចគ្នាទាំងអស់ដូចថា Mac brand អញ្ចឹងគេកាត់ចោលខ្លះទៅគេកាត់ទេតែមានដូចគ្នាហើយនេះគឺជាគ្រឿងកន្លែងហើយនាឡិកាដែលគេពាក់ហើយដូចជានាឡិកាអញ្ចឹងមួយ$5 $6 $3ទៅតាម Mac brand អញ្ចឹងហ្នឹងហើយគឺរបស់ដែលគេពាក់ប្រើប្រាស់ហើយអញ្ចឹងឥឡូវចូលមកដល់មើលកៅអៅម្ដងកៅអៅនេះ small size ខ្ញុំឆែកមើលគឺនៅថ្មីទាំងអស់គឺអត់មានប្រឡាក់ហើយអត់មានទួយទេដូចគេអត់ទាន់ពាក់អញ្ចឹងហើយតម្លៃវាត្រឹមតែ$7ទេ$6.99ចឹងគឺស្មើនឹង$7ទៅចុះចាគឺនៅថ្មីចេះតែម្ដងអត់មានស្នាមពាក់សឹកហើយរីឯរ៉ូបនេះវិញមើលហើយគឺមាន4រ៉ូបដូចគ្នាតែគេកាត់ផ្លាកចោលគេបានន័យថារ៉ូបហ្នឹងគេអត់តន់ពាក់ទេគេបញ្ចេញពី store ធំឬក៏រោងចក្រណាមួយដែលគេលក់អត់ចាញ់អញ្ចឹងគេបញ្ចេញមកដាក់នៅ store ហ្នឹងទាំងអស់ហើយតម្លៃតែ$8.49ទេស្អាតណាស់ហើយសាច់វិញនិយាយពីអលាស់ជាតិសរੂកញ្ចក់អលាស់ចាសម្រាប់អ្នកខ្ពស់អីគឺពាក់ត្រូវខ្ញុំទៀតពាក់អត់ត្រូវទេគឺមាន4រ៉ូបដូចគ្នាទាំងអស់រីឯរ៉ូបនេះក៏អញ្ចឹងដែរខ្ញុំឃើញមាន2អានេះ small size X small size គឺតូចហ្មងអា X small ហ្នឹងគឺទូចបំផុតហើយស្អាតរូបបេះដូងខាងក្រៅហើយមានអំភើគេទួយត្រីពីក្រៅចាហើយខ្ញុំរីកមិនបើសិនជាបងប្អូនអ្នកនៅម៉ាឡែនអីអាចទៅមើលបានមានរ៉ូបខ្លះនៅថ្មីគេអត់ទាន់ពាក់និងរ៉ូបខ្លះនៅគេពាក់ហើយចាហើយដូចរ៉ូបហ្នឹងគឺតម្លៃ$11.99តែទៅស្មើនឹង$12ហើយសាច់ស្អាតមែនតើគឺអលាស់ទុនហើយគេដេមរំភើយនឹង2ជាន់ហើយចំណែករ៉ូបសនេះក៏ស្អាតដែររៀងទូមែនប៉ុន្តែដូចខ្ញុំខ្ញែប៉ុន្តែគឺនៅថ្មីទាំងអស់អត់មានស្នាមបន្លាយខ្ញុំមើលទៅរ៉ូបនៅ Ross នៅអីជួនកាលទៅបន្លាក់ហើយក៏មានដែររ៉ូបថ្មីហងហើយនេះគឺរ៉ូបគេពាក់ហើយបន្ទឹកក៏ខ្ញុំមិនដឹងដែរតែក៏អត់ឃើញបន្លាយទាំងអស់គឺនៅថ្មីហ្មងហើយតម្លៃ$7.99គឺស្មើនឹង$8សាច់ទុនរលាស់ស្អាតបងប្អូនណាចូលចិត្តពាក់ស៊ីវាលដៃមួយជើងគឺទៅហើយរីឯរ៉ូបពណ៌ផ្សេងមិញនេះក៏ស្អាតដែរបែបសភាពក្មេងៗណាប៉ុន្តែមានរូបប៉ុន្តែស្អាតនៅក្រៅស្អាតតែរ៉ូបនេះចាមើលចឹងគាត់ថាបាក់ស៊ីទៅបែបសភាពក្មេងៗចាបើមនុស្សចាស់ពាក់គឺអត់សូវត្រូវទេស្អាតបែបរបស់ក្មេងហើយនេះគឺជួរកៅអៅរបស់កូនក្មេងចាហើយតម្លៃតែ$2 $3 $4ចឹងទៅគឺថោកតម្រូវ data គ្នាអត់សូវមានលុយឬប្រាក់ខែទេគេអាចមកទិញនៅកន្លែងហ្នឹងពាក់ចឹងហើយរីឯអាវខ្មៅនេះវិញតម្លៃតែ$2.99ទេស្មើនឹង$3គឺដូចគ្នាទាំងអស់ចាគឺអាវនៅថ្មីហើយនៅក្នុងផ្សារហ្នឹងភាគច្រើនគឺរោងចក្រខ្លះគេលក់វាយអត់ចាញ់ទៅតាម store ឬក៏ខាង store ខ្លះគេលក់អត់ចាញ់គេដឹកជញ្ជូនមកតម្លាក់នៅ store ទាំងអស់ហើយដូចជាតុក្កតានេះចឹងតម្លៃតែ$3ហើយគេទិញអីកូនគេលេងគឺចំណាញ់ដោយសារក្មេងលេងតែមួយសាពីសាជប់លេងហើយអញ្ចឹងគេអាចមកមើលនៅ store នឹងបានដើម្បីទិញអីកូនលេងអញ្ចឹងណាហើយដូចអាវក្មេងក៏អញ្ចឹងដែរពាក់ចាប់ធំមែនតើពាក់បានតែមួយខែពីរខែគឺពាក់លេងត្រូវហើយអញ្ចឹងគេអាចមកមើលនៅ store អាវខ្លះគឺនៅថ្មីទាំងអស់អត់តមានក្មេងពាក់ទេវាមានថ្មីគេពាក់ហើយនិងគេអត់តពាក់ហើយបែកខាងក្រោយនេះគឺខាងលក់បាត់បដាក្មេងហើយបែកប្លុកមួយទៀតគឺលក់ស្បែកជើងហើយនេះគឺលក់គ្រឿងកៅអៅកីឡាហែលទឹកកៅអៅ sport ហាត់ប្រាណអីចឹងហើយនេះជួសស្បែកជើងហើយស្បែកជើងគេប្រើប្រាស់ហើយគឺវារៀងមានស្អាតខ្លះនិងអត់ស្អាតខ្លះចាហើយដោយបើកៅអៅក៏នៅមានថ្មីខ្លះតែស្បែកជើងភាគច្រើនគេប្រើអស់ហើយចាហើយភាគច្រើនប្រជាជនពេលដែលគេរុះរើផ្ទះគេអត់មានដឹងថាយកអវ៉ាន់ទៅណាទេចឹងអវ៉ាន់ដែលគេប្រើហើយដូចជាកៅអៅគេរុះរើតុកអីអវ៉ាន់ឬសម្ភារៈប្រើប្រាស់ហ្នឹងគេយកមកដឹកមកជញ្ជូន donate នៅ store នឹងទាំងអស់គេយកមកទម្លាក់នៅ store ហ្នឹងហើយ store ហ្នឹងគេដាក់ផ្លាកលក់ឡៃឡុងគឺថោកសម្រាប់ឲ្យប្រជាជនដែលគ្នាចង់ទិញរបស់ថោកចឹងណាចាហើយនេះគឺជាព័ត៌មានដែលខ្ញុំបានពី store ហ្នឹងហើយបើកាបូបវិញគឺខ្ញុំមើលទៅគេថាអត់មានអីស្អាតទេគេហៅអស់ជំរឿបានន័យថាអត់សូវមានស្អាតទេខ្ញុំដើរមើលចាតែអ្នកខ្លះទៅគេពេញចិត្តគេប្រើបានចឹងតែមានភាគច្រើនអត់សូវស្អាតទេកាបូបចាប្រហែលជាគេរើសល្អហើយក៏មិនដឹងតែមានខ្លះនៅថ្មីអីចឹងតែភាគច្រើនចាស់មានតែក្អាគេតែសម្បូរស្អាតថ្មីចឹងណាហើយពេលដែលខ្ញុំមកផ្សារទិញអីវ៉ាន់ទិញម្ហូបហ្នឹងគឺខ្ញុំឃើញផ្សារហ្នឹងក៏ជ្រៀតចូលមកថតលេងដើរមើលថាផ្សារហ្នឹងមានអីខ្លះខ្ញុំបានថតរយៈពេលប្រហែលជា30នាទីជិត40នាទីដែរដើរមើលទូរថាតើនៅក្នុងមានអីខ្លះអញ្ចឹងគឺផ្សារនឹងធំរបស់គេធំមែនតើបងប្អូនមើលខ្ញុំដើរអត់ទេខ្ញុំគ្រាន់តែថតទូរទេហើយដូចជាកៅអៅនេះអញ្ចឹងខ្ញុំឃើញគឺថ្មីចាស់នៅថ្មីច្រើនណាភាគច្រើន
គឺនៅថ្មីទាំងអស់សឹងហើយដូចជាអាវកាក់លងាពណ៌កាឡានេះការខ្ញុំទិញនៅ store គេលក់អាថ្មីតម្លៃវាជាង$40 45ហើយតម្លៃនេះតែ$11 $10.99 គឺនៅថ្មីសាច់ស្អាតទៀតចាគឺទៅរបស់យើងបើសិនជាអ្នកមិនប្រកាន់គេទិញរបស់នឹងពាក់គេចំណេញគេសេវលុយច្រើនចាឥឡូវហ្នឹងខ្ញុំដើរមកថតនៅកន្លែងកៅចានឆ្នាំងម្ដងមានគ្រប់ប្រភេទចំណែកកៅចានឆ្នាំងហើយអ្នកខ្លះគេចូលចិត្តអានសភៅអញ្ចឹងទៅគេអាចទៅមើលទិញសភៅ history អីពីដើមជួនកាលយើងរកទិញអត់មានទេតែនៅក្នុងនោះមានទាំងអស់អញ្ចឹងចាឥឡូវមកមើលកៅចានឆ្នាំងម្ដងគឺស្អាតណាស់ហើយចានវិញក៏នៅល្អដែរនៅថ្មីហើយចានខ្លះមួយជុតគឺឃើញដូចគ្នានៅស្រុកនេះភាគច្រើនគេទិញចានដាក់តាំងបងប្អូនដល់ពេលគឺរើផ្ទះអញ្ចឹងចាននៅថ្មីទាំងអស់អត់ទាន់មានប្រើទេចានខ្លះគេប្រើហើយចានខ្លះអត់ទាន់ប្រើតែនៅបិទផ្លាកទាំងអស់ដោយសារនៅស្រុកនេះគេជួយចិត្តតាំងចាននៅក្នុងទូកញ្ចក់តែដល់ពេលគេរើផ្ទះអីជិះចាននៅថ្មីដែរអញ្ចឹងបើគេអត់ប្រកាន់ទេគេអាចមកទិញចានរបស់ប្រើប្រាស់នៅនេះគឺចំណេញបានច្រើនហើយក្នុងមួយឈុតចានហ្នឹងតាម$7 $8ទេតែបើសិនជាយើងទិញក្រៅវិញគ្រាន់តែចានមួយ$7 អញ្ចឹងក្នុងមួយឈុតវាបើយើងទិញក្រៅវិញស្មើនឹង$50បាត់ហើយគឺចំណេញលុយបានច្រើនមែនតើដូចចាននេះអញ្ចឹងចាហើយចានកៅក៏សម្បូរដែរមានគ្រប់ម៉ាក់មានប៉ុកស្លៃមានអីព្រោះជនជាតិបរទេសពួកគេប្រើរបស់ល្អអញ្ចឹងខ្ញុំដើរមួយថ្ងៃខ្ញុំពេញចិត្តកៅនេះជាងគេកៅនោះតែ$2.99ចាស់ប៉ុន្តែខ្ញុំឃើញក្បាច់វាស្អាតមែនតើផុសមកមានរូបអាមេរិកកាំងចាជាប្រភេទដែរប៉ុន្តែខ្ញុំអត់ទិញទេខ្ញុំគាត់ទៅមើលហើយនេះគឺប្រភេទចានកៅថ្មចានកៅមានគ្រប់ម៉ាកបងប្អូនឃើញរបស់ជជុះនៅអាមេរិកទោះបីជាគេលក់ជជុះក៏គេរៀបមានសណ្ដាប់ធ្នាប់របៀបរបបដែរហើយទៅក៏មិនជនជាតិណាក៏គេមិនប្រកាន់គឺគេទិញដូចតែយើងអញ្ចឹងហើយរបស់ខ្លះនៅថ្មីស្អាតបើគិតទៅគឺវាមានចម្រុះអញ្ចឹងក៏មួយយ៉ាងដែរងាយគេទិញងាយគេរើអញ្ចឹងហើយបងប្អូនគិតយ៉ាងម៉េចដែរពេលដែលឃើញរបស់ជជុះលក់នៅតាមសហរដ្ឋអាមេរិកខ្ញុំគិតថាអាស៊ីយើងព្រៀងប្រកាន់តិចតែសម្រាប់ជនជាតិបរទេសគេអត់ប្រកាន់ទេគេនៅតែដើរទិញអញ្ចឹងហើយនេះគឺជាទូគ្រឿងអេឡិចត្រូនិកតែគេប្រើប្រាស់ឲ្យគេជប់ប្រើគេអាប់ដេតថ្មីអញ្ចឹងឥឡូវខ្ញុំពេញចិត្តរបស់មួយទៀតគឺរបស់ជំនាន់ដើមជំនាន់គេចាក់ CD ចាចាក់ CD វល់គឺរបស់បុរាណមិនងាយមានទេអានេះទិញយកធ្វើរបស់ collection ត្រូវហើយចាអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំ